អាមេរិកលោកដូណាល់ត្រាំព្រមមានជាសាធារណៈថាពេលវេលាជិតអស់ហើយបើអ៊ីរ៉ង់មិនប្រញាប់ចូលតុចរចាទេអាមេរិកនឹងបើកការវាយប្រហារដែលធ្ងន់ធ្ងរជាងប្រតិបត្តិការញញួរកណ្ដាលរាត្រីទម្លាក់គ្រាប់បែកបំបែករោងចក្រនុយក្លេអ៊ែរកាលពីខែមិថុនាឆ្នាំមុនទៅទៀតងាកចេញពីរឿងដៅបាតកម្មអាមេរិកលើកយកកម្មវិធីនុយក្លេអ៊ែរធ្វើជាចំណោទនៃបញ្ហានៅពេលនេះលោកត្រាំប្រាប់ថាកងនាវាដ៏ធំមួយទៀតបន្ថែមពីលើនាវាផ្ទុកយន្តហោះ Abraham Lincoln កំពុងធ្វើដំណើរទៅគៀកផ្ទះរបស់អ៊ីរ៉ង់ហើយលោកព្រមមានថាបើការទូតបរាជ័យការវាយប្រហារដ៏លឿននិងខុសខើនឹងកើតឡើង Royal News របស់ប្រទេសសូដានីរាយការណ៍ថានាវាផ្ទុកយន្តហោះនាវាចម្បាំងនិងនាវាពិឃាតរបស់អាមេរិកសរុប10គ្រឿងបានពាត់មជ្ឈមបូព៌ាក្បែរមាត់ទ្វារចូលច្រកសមុទ្រអ៊ីរ៉ង់ក្នុងនោះមានយន្តហោះចម្បាំង F-35C រាប់សិបគ្រឿងនិងយន្តហោះទម្លាក់គ្រាប់បែក B-52 ផងដែរលោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិកត្រូវបានស្រង់សម្ដីដោយកាសែត Financial Times ថាទ័ពអាមេរិកពី 30,000 ទៅ 40,000 នាក់បានត្រៀមខ្លួនរួចជាស្រេចហើយលោកថាដ្រូនអត្តឃាត drone ហ្វូងនិងមីស៊ីលរបស់អ៊ីរ៉ង់មិនមែនជាឧបសគ្គរបស់អាមេរិកទេអ៊ីរ៉ង់បានឆ្លើយតបវិញដោយមិនភ្លេចភ្នែករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បាននិយាយថាកងកម្លាំង